ឃើញពីទស្សនៈអ្នកដតីយើងគ្រាន់តែឃើញពីដំណើរជីវិតអ្នកដតីប៉ុន្តែយើងបែរជាភ្លេចអំពីដំណើរជីវិតខ្លួនឯងថាប្រយោជន៍នៅពេលដែលយើងកាត់បន្ថយការ scrolling គឺយើងនឹងទទួលបានអារម្មណ៍ផ្សេងមួយទៀតដែលយើងនឹងមានអារម្មណ៍ថាយើងស្រឡះយើងមានអារម្មណ៍ថាយើងមានពេលវេលាទៅធ្វើរឿងដែលយើងស្រឡាញ់មានពេលវេលាធ្វើរឿងដែលយើងចូលចិត្តហើយពេលហ្នឹងវាក៏អាចធ្វើឲ្យយើងមានគំនិត creative ធ្វើរឿងអីផ្សេងដែរអញ្ចឹងខ្ញុំចង់ចែករំលែកជាមួយអ្នកនរគ្នាសាកព្យាយាមធ្វើនៅ protocol ហ្នឹងនៅមេសតហ្នឹងបានន័យថាអ្នកគ្នាអាចសាកព្យាយាមអត់លេង Facebook ក្នុងរយៈពេលមួយអាទិត្យហើយពេលទំនេរតែយើងរៀនហើយយើងធ្វើហើយយើងយកពេលហ្នឹងទៅធ្វើអីផ្សេងក្រៅពី scrolling don't use TikTok don't use Facebook Instagram ប៉ុន្តែយកពេលហ្នឹងទៅធ្វើអីមួយផ្សេងដូចថាយើងមាន project មួយយើងទៅរៀនភាសាថ្មីទៅរៀនចិនរៀនជប៉ុនរៀនកូរ៉េអញ្ចឹងយើងយកពេលហ្នឹងទៅធ្វើហ្នឹងវិញព្យាយាមកុំលេង Facebook ហើយបើថាអត់ដឹងធ្វើអីទេគឺអត់ធ្វើអីតែម្ដងអត់ scroll ទេគឺអត់ធ្វើអីតែម្ដងសុខចិត្តទៅពេលទៅនេចោលអត់ធ្វើអីបើយើងអត់ដឹងថាយើងធ្វើអីតែនៅពេលហ្នឹងខ្ញុំជឿថាពេលហ្នឹងគឺយើងនឹងចាប់ផ្ដើមគិតហើយទៅរកអីធ្វើឡើយទៅហាត់ប្រាណទៅធ្វើកិច្ចការងារផ្ទះទៅហ្វុចអា material ទីទូនៅក្នុងផ្ទះយើងឡើយទៅជូតតុទៅជូតដង្ហែលទៅជូតផ្ទះឬក៏ទៅធ្វើអីផ្សេងធ្វើអីក៏បានកុំឲ្យតែ scroll ធ្វើអីក៏បានយកពេលហ្នឹងមកបដោតលើខ្លួនឯងឡើយទៅនិយាយជាមួយអ្នកផ្ទះទៅនិយាយមួយ favorite person ទៅនិយាយមួយមិត្តភ័ក្តិក៏ទៅមើលសភៅចាស់ទៅមើលរូបភាពចាស់ទៅមើល memory ផ្សេងរបស់យើងដែលយើងធ្លាប់មានពីមុនអញ្ចឹងដល់ពេលហ្នឹងដល់គ្នានឹងចាប់ផ្ដើម value time របស់យើងហើយចាប់ផ្ដើមដឹងថាតែប៉ុន្តែនៅពេលដែលយើង scroll គឺវាពិតជាខ្ជះខ្ជាយច្រើនមិនថាវាអត់ប្រយោជន៍សោះប៉ុន្តែពេលខ្លះគឺយើងត្រូវការពេលសម្រាប់ខ្លួនឯងដែរយើងព្យាយាមតាម trend like នៅពេលដែលយើង scroll អ្វីដែលយើងឃើញគឺវាមិនមែនជាខ្លួនយើងទេយើងគ្រាន់តែឃើញពីទស្សនៈអ្នកដតីយើងគ្រាន់តែឃើញពីដំណើរជីវិតអ្នកដតីប៉ុន្តែយើងបែរជាភ្លេចអំពីដំណើរជីវិតខ្លួនឯងជាវាអាការដែលបដោតតែទៅលើអ្នកផ្សេងបដោតតែទៅលើសង្គមខាងក្រៅត្រូវតាសួរខ្លួនឯងវិញត្រូវតាមើលពីខ្លួនឯងត្រូវយកចិត្តទុកដាក់លើខ្លួនឯងខ្លះផងអញ្ចឹងចង់ប្រាប់អ្នកនរគ្នាថាអ្នកអាចសាកល្បងចំណាយពេលមួយអាទិត្យអត់លេង Facebook អត់ scroll អត់លេង TikTok អត់ chat ហើយយកពេលវេលាហ្នឹងទៅធ្វើរឿងផ្សេងៗដែលខ្ញុំបាននិយាយពីមុនហ្នឹង you can try it បើអត់ដឹងធ្វើទេគឺមកចាំធ្វើទេពេលហ្នឹងគឺយើងនឹងចាប់ផ្ដើមមានអារម្មណ៍ថាយើងចង់អភិវឌ្ឍខ្លួនឯងមានអារម្មណ៍ថាយើងចាប់ផ្ដើមយកចិត្តទុកដាក់លើខ្លួនឯងមានអារម្មណ៍ថាយើងខ្ជះខ្ជាយពេលវេលាច្រើនណាស់ពីមុនអញ្ចឹងយើងនឹងអាចមានពេលវេលាយើងអាចគិតពីខ្លួនឯងបានយកពេលវេលាតហ្នឹងទៅធ្វើរឿងមើលឃើញពីចំណុចខ្សោយរបស់ខ្លួនឯងបានច្រើនអញ្ចឹងណា